ប្រើល្បិចចុះឡើងរហូតដល់ទឹកខ្មុំคล้ายទៅជាទឹកខ្មេះតែស្រីផែថងឋានហ្នឹងជាកូនរបស់ថាក់ស៊ីនហ្នឹងណាពោះរដ្ឋាភិបាលរបស់ថៃហ្នឹងគឺតែស្រីផែថងឋានហ្នឹងជាក្រុមអាវក្រហមពីមុនណាបាទឥឡូវហ្នឹងមិនក្រុមអាវក្រហមទៀតទេហើយយើងឃើញហើយប្រើល្បិចដើម្បីបែកគេថាគេឆ្លោះគ្នាជាមួយក្រុមខាងមេតបថៃហ្នឹងណាបើតាមពិតមិនទេมันខុសគ្នាទេព្រោះយើងឃើញហើយណាព័ត៌មានមកថាអ្នកស្រីផែថងឋានជាកូនតាក់ស៊ីហ្នឹងបានតកល់ស្ដាច់ដូចខ្ញុំបាននិយាយថាបើសិនស្ដាច់មិនពេញចិត្ត24ម៉ោងមួយទឹកមិនតាន់ទេគឺត្រូវទៅរដ្ឋប្រហារហើយបើដូចស្ដាច់កាលស្ដាច់ឪពុកមុនស្ដាច់មុនគឺมันអាចរស់នៅបានកាន់អំណាចយ៉ាងទេគឺខ្ទាតជាអំណាចបាត់ហើយប៉ុន្តែដោយសារស្ដាច់ក្រោយនេះមានមនោសញ្ចេតនាជាមួយនឹងថាក់ស៊ីនមានមនោសញ្ចេតនាហ្នឹងហើយបានកូនស្រីទៅប្រាប់ស្ដេចថាគឺថាបំរើស្ដេចហ្នឹងគ្មានលក្ខខណ្ឌអញ្ចឹងទៅខាងស្ដេចខាងអាវក្រហមហ្នឹងជាមួយនឹងខាងអាវខៀវរបស់ស្ដេចហ្នឹងអាវក្រហមរបស់រដ្ឋាភិបាលផែថងឋានហ្នឹងក៏ត្រូវណាទៅគ្រប់គ្រងនេះ 100% ជាមួយនឹងមេតបហ្នឹងទៅអញ្ចឹងយើងឲ្យមេតបហ្នឹងខាងស្ដេចហ្នឹងដឹងថាថាក់ស៊ីននឹងតកូលពីរហ្នឹងជាមួយនឹងតកូលហ៊ុនសែនហ្នឹងត្រូវរកណាចឹងធ្វើល្បិចប្រើល្បិចចុះលើកឡើងដល់រដ្ឋាភិបាលតកូលហ៊ុនហ្នឹងគេដឹងរបៀបប្រើល្បិចហ្នឹងគេក៏រៀបចំផែនការមិនអោយប្រើល្បិចទៅលើរដ្ឋាភិបាលមើលតកូលហ៊ុនបានទេអាចចឹងហើយបានជាទឹកខ្មុំហ្នឹងវាទៅជាទឹកខ្មេះឥឡូវហ្នឹងដល់លាក់កតុយលោកក្បាលចុះឡើងលាក់មិនចិត្តក៏ទៅត្រូវរោគ្នាជាមួយរដ្ឋាភិបាលថៃអាវខៀវអាវក្រហមហ្នឹងគឺគ្មានទេគឺទៅគ្រប់គ្រងអាវខៀវហើយអាវខៀវខាងស្ដេចអញ្ចឹងបានអំណាចនឹងបានកាន់អញ្ចឹងណាអញ្ចឹងដូច្នេះយើងកុំទុកចិត្តព្រោះថៃវាមានល្បិចជាចោលួចទឹកដីរបស់ខ្មែរយើងប្រាសាទពហិយហ្នឹងណាតែអញ្ចឹងវាចង់បានណាអញ្ចឹងមនុស្សដែលខំមានប្រទេសសោះណាកើតឆ្នាំទសវត្សរ៍ទី13ហើយប្រាសាទហ្នឹងកើតកសាងតាំងពី11ថារបស់គេដែរគឺអយុធធនហើយអញ្ចឹងគឺចង់បានចោលលួចអញ្ចឹងណាទាំងផែនទីក៏ធ្វើខ្លាយដែរចឹងរដ្ឋាភិបាលលោកដឹងហើយចឹងមិនបាច់ប្រាប់គាត់ថាប្រជាជនតាមដានហើយរដ្ឋាភិបាលត្រូវប្រុងប្រយ័ត្នទេវាត្រូវរោគគ្នាជាមួយអាវខៀវអាវក្រហមនេះជាមួយស្ដេចហ្នឹងទៅអាហ្នឹងវាបង្កើតអីទៀតទេធ្វើឲ្យមានផែនការហ្នឹងគឺមិនដឹងថាយ៉ាងម៉េចទៀតទេអញ្ចឹងវាត្រូវតែសម្រុកយកផែនដីខ្មែរយើងនេះហើយប្រមាណមិនដឹងទេប៉ុន្តែរឿងប្រាសាទហ្នឹងវាត្រូវរោគគ្នាប្រុងប្រយ័ត្នមែនទែន